រឿងថលៈមានទីលំនៅនៅភូមិឃុំរតនៈស្រុកខេត្តបាត់ដំបងលោកខឹមវាសនាស្រវឹងទឹកមាត់1 ម៉ោងកន្លះជាងហើយឥឡូវនេះខ្ញុំមានឱកាសដើម្បីនឹងមានមតិបន្តិចបុរាណលោកបដៅថារដូវជំរោតគុំទៅបូតសង្ហែរដូវភ្ជួរស្រែគុំទៅតាក់លោកដំណាក់កាលនេះមិនមែនជាដំណាក់កាលឃោសនាដើម្បីសុំសัญลักษณ์ឆ្នោតទេខ្ញុំសូមជម្រាបសួរលោកខឹមវាសនាតាមខ្ញុំបានស្ដាប់តាមវិទ្យុលោកមានការយល់ដឹងផ្នែកប្រធរច្រើនខ្ញុំសូមសួរលោកថាសប្បុរិសធម៌7យ៉ាងដែលព្រះសម្មាសម្ពុទ្ធបរមគ្រូយើងទ្រង់សម្ដែងព្រានប្រដៅនោះតើ7យ៉ាងនោះអ្វីខ្លះហើយការធ្វើចំណាប់អារម្មណ៍របស់លោកជាង1 ម៉ោងកន្លះនេះតើវាសមស្របតាមសប្បុរិសធម៌នោះឬទេសូមសួរប៉ុណ្្នឹងចុះឆ្លើយរបស់ខ្ញុំឧទាហរណ៍គេនិយាយថានៅពេលនេះមិនមែនជារដូវបោះឆ្នោតទេនោះគឺជាតណ្ហារបស់អ្នកចង់ឲ្យគេធ្វើអញ្ចឹងចំណែកខ្ញុំមិនមែនជាកញ្ចក់នៃតណ្ហារបស់អ្នកទេខ្ញុំជាកញ្ចក់នៃឧត្តមគតិរបស់ខ្ញុំបើគ្មិនដែលល្អគឺវាគ្មិនដែលឆ្លើយចំបញ្ហាហើយបង្រួញខ្លឹមសារឲ្យខ្លីហើយនិយាយយ៉ាងណាឲ្យងាយស្ដាប់អានឹងគេឲ្យឈ្មោះថាវាគ្មិនដែលល្អបាញ់មិញខ្ញុំសួរថាតើលោកបានចេះពីរឿងសប្បុរិសធម៌7យ៉ាងនោះទេថាបើចេះតើការប្រព្រឹត្តទៅនៃចំណាប់អារម្មណ៍លោកមកព្រឹកនឹងវាចូលក្នុងសប្បុរិសធម៌នោះឬទេបើថាលោកមិនចេះទេប្រាប់ខ្ញុំឲ្យត្រង់ប្រាប់អង្គប្រជុំនឹងឲ្យត្រង់ទៅថាខ្ញុំអត់ចេះទេហើយខ្ញុំសូមនិមន្តព្រះអង្គណាដែលចេះឲ្យលោកជួយបញ្យល់ឡើងវិញផងចូលចិត្តទៅបើកសំពៅវៀងសមុទ្រជេគេជេឯងទៅពីអញ្ចឹងអ្នកប្រាជ្ញបញ្ញវន្តលំបល់យកឯង